នឹងជាទីរាប់អានថ្ងៃនេះខ្ញុំចង់និយាយអំពីប្រជាជាតិមួយមុននឹងចាប់ផ្ដើមកសាងប្រជាជាតិមួយយើងត្រូវស្គាល់ធាតុរបស់ជាតិនោះសិនជាតិមួយអាចរឹងមាំបានលុះត្រាតែធាតុផ្សំទាំងអស់របស់ជាតិនោះជាធាតុរឹងមាំអញ្ចឹងមុននឹងចាប់ផ្ដើមកសាងប្រជាជាតិមួយយើងត្រូវស្គាល់អំពីធាតុផ្សំនៃប្រជាជាតិនោះសិនដើម្បីឲ្យคล้ายទៅជាប្រជាជាតិមួយទី1ត្រូវមានទឹកដីបើសិនណាជាពូជសាសន៍មួយអត់មានទឹកដីទៅរស់នៅលើទឹកដីគេដូចជាជនជាតិជ្វីកអីជាដើមមានជនជាតិមានភាសាអីច្បាស់លាស់អញ្ចឹងដែរមានសាសនាអីអញ្ចឹងដែរក៏ប៉ុន្តែអត់មានទឹកដីទៅនៅលើទឹកដីគេមិនហៅជាប្រជាជាតិមួយទេវាអត់ស្របច្បាប់ដូច្នេះคล้ายទៅជាប្រជាជាតិមួយចាំបាច់ដំបូងដៃបំផុតត្រូវមានទឹកដីឥឡូវយើងមានទឹកដីទី2ត្រូវមានវប្បធម៌ប្រពៃណីទំនៀមទម្លាប់ភាសាអីដាច់ដោយឡែកពីគេពីឯងមកអញ្ចឹងហ្មងអានឹងវាជាលក្ខណៈរបស់ប្រជាជាតិមួយឥឡូវយើងក៏មានវប្បធម៌ប្រពៃណីទំនៀមទម្លាប់ភាសាអីរបស់យើងយើងមានដាច់ដោយឡែកពីគេទី3គឺត្រូវមានពលរដ្ឋបើស្នាជាយើងមានតែទឹកដីហើយយើងអត់មានពលរដ្ឋអត់ខ្លាយទៅជាប្រជាជាតិមួយទេខ្លាយទៅជាប្រជាជាតិមួយបានលុះត្រាតែមានធាតុផ្សំមួយគឺពលរដ្ឋពលរបស់រដ្ឋបងប្អូនប្រហែលប្រើពាក្យនឹងយូរទៅបងប្អូនភ្លេចវិភាគពាក្យនឹងពលរបស់រដ្ឋដូចជាកងទ័ពអញ្ចឹងណាពលរេអញ្ចឹងណាពលរបស់រដ្ឋយើងទាំងអស់គ្នាដែលរស់នៅលើទឹកដីនឹងជាពលរបស់រដ្ឋពលរដ្ឋហើយធាតុផ្សំទី4គឺអំណាចរបស់រដ្ឋប្រជាជាតិនឹងគឺត្រូវតែមានរដ្ឋអំណាចមួយបានคล้ายទៅជាប្រជាជាតិមួយដែលស្របច្បាប់ត្រូវមានទឹកដីត្រូវមានវប្បធម៌ប្រពៃណីទំនៀមទម្លាប់ភាសាដាច់ដោយឡែកត្រូវមានពលរបស់រដ្ឋគឺពលរដ្ឋនឹងមានរដ្ឋអំណាចមួយបើស្នាជាយើងអត់មានរដ្ឋអំណាចទេរស់នៅក្នុងព្រៃគេអត់ហៅថាជាប្រជាជាតិមួយទេអញ្ចឹងយើងដឹងធាតុផ្សំរបស់ជាតិខ្ញុំរាប់ឡើងវិញទី1គឺទឹកដីទី2គឺទំនៀមទម្លាប់ប្រពៃណីភាសាអរិយធម៌របស់យើងនឹងទី3គឺពលរដ្ឋហើយទី4គឺរដ្ឋអំណាចមួយអញ្ចឹងដើម្បីកសាងប្រជាជាតិមួយឲ្យរឹងមាំធាតុទាំងអស់របស់ប្រជាជាតិត្រូវតែរឹងមាំឥឡូវយើងទុកធាតុពីខាងដើមចោលម្ដុំសិនពីព្រោះថ្ងៃនេះខ្ញុំចង់និយាយតែពីពលរដ្ឋហើយនឹងអំណាចរបស់រដ្ឋដើម្បីឲ្យប្រជាជាតិមួយคล้ายទៅជាប្រជាជាតិរឹងមាំពលរបស់រដ្ឋនឹងត្រូវតែជាពលដែលមានគុណភាពពលដែលមានវិន័យប្រធានាធិបតីសិង្ហបុរីលោកលីខ្វាន់យូគាត់លើកដៃឡើងលើគាត់ក្តាប់ដើម្បីឲ្យคล้ายទៅជាប្រជាជាតិមួយដ៏រឹងមាំប្រជាជាតិមួយដែលឈ្នះប្រទេសដទៃទៀតពលរដ្ឋនៅក្នុងប្រទេសនឹងត្រូវតែជាពលរដ្ឋមានវិន័យមានសេចក្តីថ្លៃថ្នូរមានសេចក្តីស្មោះត្រង់ដឹងកាតព្វកិច្ចរបស់ខ្លួនចំពោះប្រជាជាតិរបស់ខ្លួនទាល់តែជាប្រជាពលរដ្ឋបែបហ្នឹងបានពលរដ្ឋហ្នឹងគឺជាធាតុដ៏រឹងមាំសម្រាប់ផ្សំឲ្យទៅជាជាតិមួយដ៏រឹងមាំលីខ្វាន់យូគាត់លើកដៃហើយគេថតរូបគាត់គេចាំពាក្យសម្ដីរបស់គាត់ហ្នឹងច្បាស់លាស់ណាស់ហើយគេសរសើរគាត់ថាគាត់មានទស្សនវិស័យត្រឹមត្រូវគេប្រាប់លីខ្វាន់យូថាណែដើម្បីអភិវឌ្ឍប្រទេសមួយណាអ្នកឯងត្រូវធ្វើសេដ្ឋកិច្ចឲ្យរីកចម្រើនបើមិនអញ្ចឹងទេអ្នកឯងត្រូវចាប់ផ្ដើមពីធ្វើសង្គមប្រជាធិបតេយ្យជាមុនសិនលីខ្វាន់យូគាត់បដិសេធទាំងអស់គាត់ថាមិនមែនអញ្ចឹងទេដើម្បីឲ្យคล้ายទៅជាប្រជាជាតិមួយដ៏រឹងមាំណាពលរដ្ឋទាំងអស់ដែលរស់នៅលើទឹកដីនឹងគឺត្រូវតែជាពលរដ្ឋដែលមានវិន័យអញ្ចឹងបានលីខ្វាន់យូគាត់អត់ប្រើលទ្ធិប្រជាធិបតេយ្យទេព្រោះលទ្ធិប្រជាធិបតេយ្យគេនិយាយពីអំណាចនៃការសម្រេចចិត្តរបស់មតិភាគច្រើនហើយនៅក្នុងប្រទេសសិង្ហបុរីកាលនោះមតិភាគច្រើនគេចង់ទុកសក់ក្រហមអីចឹងទៅគេចង់ចោះកវលអីចឹងទៅចង់ស្លៀកខោកពើកប៉ោងអីចឹងទៅលីខ្វាន់យូចាប់ទាំងអស់អត់អញ្ចឹងទេអត់មានអាណាសក់ក្រហមអីតាមខ្នល់អត់មានអាណារំច្រៀងអីតាមខ្នល់ចោះកវលបដាអីអត់ទេគាត់ថាคล้ายទៅជាប្រជាជាតិមួយដ៏រឹងមាំពលរដ្ឋត្រូវតែជាពលរដ្ឋដែលមានវិន័យដល់លីខ្វាន់យូគាត់មានទស្សនវិស័យត្រឹមត្រូវអញ្ចឹងណាសក់ក្រហមគាត់ចាប់ចោះកវលទំនៀមជួស្លៀកខោចេញស្កឹបចេញអីអត់បានដាច់ខាតគាត់ថាប្រជាធិបតេយ្យមិនមែនដើម្បីប្រជាធិបតេយ្យទេអ្នកឯងកុំគិតតែពីរឿងឆែកមើលប្រជាធិបតេយ្យឬអត់ឲ្យតែសម្រាប់ចិត្តអីបន្តិចអ្នកឯងឆែកមើលហេមានប្រជាធិបតេយ្យអត់មានប្រជាធិបតេយ្យអត់អ្នកឯងគិតតែរឿងប្រជាធិបតេយ្យលីខ្វាន់យូគាត់ប្រាប់ថាណែប្រជាធិបតេយ្យនឹងគឺដើម្បីប្រយោជន៍ហើយចុះបើមតិភាគច្រើនសម្រាប់ថាប្រជាធិបតេយ្យបានរកប្រយោជន៍ឃើញអ្នកឯងស្រោះស្រួលគ្នាទាំងអស់គ្នាថាអញ្ចឹងក៏ប៉ុន្តែអញ្ចឹងរបស់អ្នកឯងមិនត្រឹមត្រូវអ្នកឯងជាមនុស្សល្ងងព្រោះធម្មតានៅក្នុងសង្គមមួយមនុស្សល្ងងនិងមនុស្សឆ្លាតមនុស្សល្ងងមួយច្រើនជាងហើយបើឲ្យមនុស្សល្ងងសម្រាប់អញ្ចឹងប្រជាជាតិនឹងមិនរឹងមាំទេគាត់ប្រើអំណាចផ្ដាច់ការហ្មងការជំនាន់ហ្នឹងប៉ុន្តែលីខ្វាន់យូគាត់បង្ហើបរឿងសេដ្ឋកិច្ចក៏ប៉ុន្តែសេដ្ឋកិច្ចនៅក្នុងប្រទេសសិង្ហបុរីក៏ទួនាទីរដ្ឋលូកដៃច្រើនដែរប៉ុន្តែលូកដៃដោយសេចក្តីស្មោះត្រង់តែហ្មងគាត់មានបេះដូងស្នេហាជាតិគាត់អត់ធ្វើប្រជាធិបតេយ្យមែនក៏ប៉ុន្តែទី1គឺបញ្ញារបស់គាត់ភ្លឺស្វាងហ្មងគាត់ដឹងថាដឹកនាំប្រទេសត្រូវតាមហ្នឹងគាត់ច្បាស់លាស់តែហ្មងណាគាត់ភ្លឺស្វាងតែហ្មងទី2គឺគាត់មានបេះដូងបរិសុទ្ធចំពោះជាតិគាត់តែហ្មងទីបំផុតណាប្រទេសសិង្ហបុរីคล้ายទៅជាកូននាគមួយនៅតំបន់អាស៊ីហ្នឹងលើសប្រទេសអឺរ៉ុបមួយកណោចំណូលរបស់ប្រជាពលរដ្ឋសិង្ហបុរីហើយជាប្រទេសមួយដែលស្អាតអនាម័យហ្មងប្រទេសសិង្ហបុរីសឹងថារកសម្រាមមកទៅផ្សាយអត់ឃើញទេប្រទេសសិង្ហបុរីជាកោះមួយដែលទឹកសមុទ្រនៅព័ទ្ធជុំវិញទាំងអស់រកតែទឹកសាបផឹកមិនបានផងទិញទឹកសាបមកពីប្រទេសម៉ាឡេស៊ីទេក៏ប៉ុន្តែទឹកសាបហ្នឹងយកមកបាញ់លាងដើមឈើរាល់ព្រឹកម៉ោង5ឡើងគឺថាឡានទៅលាងទឹកដើមឈើហ្នឹងគឺស្អាតតែហ្មងប្រទេសសិង្ហបុរីប្រជាពលរដ្ឋសិង្ហបុរីជាប្រជាពលរដ្ឋមានវិន័យប្រជាពលរដ្ឋដែលដឹងពីកាតព្វកិច្ចខ្លួនឯងក្នុងការជួយកសាងជាតិខ្លួនឯងច្បាស់លាស់ណាស់
ធាតុមួយក្នុងចំណោមធាតុទាំង4ដើម្បីឲ្យកើតជាប្រជាជាតិមួយខ្ញុំរាប់ឲ្យមិញទឹកដីទំនៀមទម្លាប់ប្រពៃណីទី3គឺពលរដ្ឋនិងទី4គឺរដ្ឋអំណាចមួយដ៏មានប្រសិទ្ធភាពលីកវ៉ាន់យូគាត់ផ្ដើមចេញពីប្រជាពលរដ្ឋទៅមុនគាត់ថាដើម្បីឲ្យជាតិមួយក្លាយទៅជាជាតិរឹងមាំត្រូវផ្ដើមចេញពីពលរដ្ឋដែលមានវិន័យពលរដ្ឋដែលដឹងអំពីកាតព្វកិច្ចរបស់ខ្លួនក្នុងការជួយកសាងសង្គមជាតិរបស់ខ្លួនគេប្រយ័ត្នណាស់អំពីពលរបស់រដ្ឋនេះពលរេនេះឧបមាថាយើងចេញទៅច្បាំងបើកងទ័ពយើងជាកងទ័ពដែលគ្មានគុណភាពគ្មានវិន័យមិនដឹងអំពីកាតព្វកិច្ចជួយមិនយើងប្រយុទ្ធឈ្នះគេហើយបើឥឡូវនៅលើពិភពលោកនេះប្រទេសមួយគេប្រកួតគ្នាដើម្បីដណ្ដើមទីផ្សាររៀងខ្លួនទៅហើយចុះបើប្រជាពលរដ្ឋយើងពឹងផ្អែកទៅលើអ្នកដទៃដើម្បីរស់យ៉ាងហ្នឹងទោះថាតើប្រជាពលរដ្ឋយើងរត់ទាន់គេអត់អញ្ចឹងបានលីកវ៉ាន់យូគាត់ប្រាប់ថាពលរដ្ឋអ្នកត្រូវតែត្រៀមលក្ខណៈរបស់ខ្លួនជានិច្ចកាលដើម្បីប្រកួតប្រជែងជាមួយនឹងប្រជាជាតិដទៃអញ្ចឹងបានប្រទេសសិង្ហបុរីនេះសំណង់នេះមួយបង្រើតាមហាងកាពេចកំប៉ុកធ្វើការតាមផ្ទះនេះទៅរកជនជាតិសិង្ហបុរីយកមកបង្រើអត់បានទេគ្មានជនជាតិសិង្ហបុរីណាមួយទៅធ្វើសំណង់ទៅធ្វើអីគ្មានទេហើយចុះសំណង់នៅក្នុងប្រទេសសិង្ហបុរីធំយកពីណាទៅយកតាំងពីថៃយើងទៅយកពីឥណ្ឌូនេស៊ីនឹងមកអត់មានទេគ្មានជនជាតិសិង្ហបុរីណាមួយទៅធ្វើសំណង់ទៅធ្វើអីគ្មានទេបង្រើតាមផ្ទះអីគ្មានទេប្រជាពលរដ្ឋនឹងគឺជាប្រជាពលរដ្ឋខ្លាំងត្មងព្រោះអីព្រោះគេបានត្រៀមលក្ខណៈប្រកួតប្រជែងជាមួយប្រជាជាតិដទៃហើយយើងមើលប្រជាពលរដ្ឋយើងមើលរស់នៅតាមដំណើរត្មងថ្ងៃណាថ្ងៃនងត្មងអាហ្នឹងតាក់ទងជាមួយនឹងផ្នែកគំនិតរបស់ប្រជាពលរដ្ឋអញ្ចឹងបានលីកវ៉ាន់យូគាត់បដិសេធទៅណាគេថាលីកវ៉ាន់យូដើម្បីធ្វើឲ្យសង្គមមួយរីកចម្រើនអ្នកឯងត្រូវផ្ដើមចេញពីប្រជាធិបតេយ្យអ្នកឯងត្រូវធ្វើឲ្យប្រទេសអ្នកឯងទៅជាប្រទេសប្រជាធិបតេយ្យជាមុនសិនលីកវ៉ាន់យូថាអត់ទេត្រូវផ្ដើមចេញពីពលរដ្ឋដែលមានវិន័យពលរដ្ឋដែលមានការយល់ដឹងត្រឹមត្រូវលោកប្រពុតវិញលោកហៅថាសមាធិគឺការយល់ត្រូវជាមុនសិនគេថាលីកវ៉ាន់យូមិនអញ្ចឹងទេដើម្បីឲ្យប្រទេសអ្នកឯងជឿនលឿនអ្នកឯងផ្ដើមចេញពីសេដ្ឋកិច្ចលីកវ៉ាន់យូថាអត់ត្មងគាត់ថាផ្ដើមចេញពីការយល់ដឹងរបស់ប្រជាពលរដ្ឋនឹងយល់ត្រូវហ្មងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋក្នុងការជួយកសាងសង្គមជាតិរបស់ខ្លួននឹងជាមុនសិនអញ្ចឹងបានប្រធានាធិបតីកេណាឌីនៃសហរដ្ឋអាមេរិកគាត់ធ្វើសេចក្តីអំពាវនាវទៅប្រជាពលរដ្ឋរបស់គាត់ថាសូមអ្នកកុំសួរថាតើប្រទេសអ្នកនឹងបានផ្ដល់អ្វីឲ្យអ្នកសូមអ្នកសួរខ្លួនឯងគ្រប់គ្នាថាតើអ្នកបានជួយកសាងសង្គមអ្នកអ្វីខ្លះហើយអ្នកកុំសួរថាតើសង្គមបានផ្ដល់អ្វីឲ្យអ្នកសូមអ្នកសួរខ្លួនឯងថាតើអ្នកបានផ្ដល់អ្វីឲ្យសង្គមជាតិរបស់អ្នកហើយពីព្រោះអ្នកទាំងអស់គ្នានេះជាពលរបស់រដ្ឋជាពលរេតើអ្នកបានជួយកសាងអីចំពោះសង្គមជាតិរបស់ខ្លួនហើយខ្មែរយើងទី1គិតមិនត្រូវពេលដែលគិតត្រូវហើយថាកន្លែងនឹងត្រូវហើយមិនហ៊ានចូលរួមនៅខ្លាចជាតិ3 4ដំណាក់កាលមិនដឹងជាគាត់ចង់បានជីវិតនឹងរស់ដល់ណាប្រទេសគេដែលគេជឿនលឿនគេថារស់បែបហ្នឹងងាប់ទៅវិញហ្មងទៅដើម្បីអីថាដើម្បីឲ្យឆាប់ចាត់ជាតិថ្មីមកឃើញលោកគ្រាន់បើជាងនឹងយើងអត់អញ្ចឹងទេឧបមាថាវេទិកានឹងមួយយើងដឹងថាសិទ្ធិបញ្ចេញមតិសិទ្ធិអីហ្នឹងជាសិទ្ធិរបស់យើងក៏ប៉ុន្តែអត់ហ៊ានទៅទេខ្លាចងាប់យើងមិនដែលឃើញទៅងាប់សោះឲ្យតែស្អីតិចនិយាយឡើងថាកូននៅកុំចូលនយោបាយប្រយ័ត្នងាប់ខ្ញុំសួរថាអ្នកនយោបាយនឹងងាប់ប្រហែលហើយខ្ញុំឃើញតែជីកបីជីអីតាមផ្លូវតាមអីហ្នឹងទៅផ្ទះបាញ់ម្ដងងាប់ពី3នាក់តិចខ្យល់កទៅនេះងាប់តិចខ្យល់កទៅនោះងាប់តិចទៅផាក់ស៊ីស្រីញីអូនបងបើនៅពេញវិញចេញមកឡានបុកងាប់ចឹងទៅជ្រាម៉ូតូចុះឡើងងាប់ហើយអ្នកនយោបាយប្រហែលហើយដែលងាប់បងប្អូនពិចារណាមើលលឺតគ្នាគេថានយោបាយបើមិនងាប់ទេរត់ចោលស្រុកបើមិនរត់ចោលស្រុកទេជាប់គុកលឺតែចេះលឺតែចប់ភ័យតគ្នាមនុស្សមកកណ្ដោមិនឃើញងាប់អីផងងាប់មួយខំប្រឹងគិតពីអាកន្លែងងាប់នឹងខ្លាចមិនហ៊ានធ្វើនយោបាយគាត់ទៅចូលប្រជុំក៏មិនហ៊ានអាគេនិយាយឲ្យស្ដាប់នេះគេមិនទាំងខ្លាចផងអាឯងគាត់ទៅស្ដាប់រថយន្តនៅតាមផ្ទះខ្លាចងាប់ទាំងអស់នេះវាតាក់ទងជាមួយនឹងការយល់ដឹងរបស់ប្រជាពលរដ្ឋអញ្ចឹងដូចខ្ញុំនិយាយខាងដើមអញ្ចឹងថាដើម្បីឲ្យប្រជាជាតិមួយរឹងមាំខ្លាំងក្លាធាតុមួយរបស់ប្រជាជាតិមួយហ្នឹងគឺពលរបស់រដ្ឋហ្នឹងត្រូវតែជាពលរដ្ឋរឹងមាំពលរដ្ឋដែលមានការយល់ដឹងពលរដ្ឋដែលចេះសួរខ្លួនឯងថាតើអញបានជួយអីដល់សង្គមខ្លះហើយមិនមែនជាពលរដ្ឋមួយដែលទាញយកពីសង្គមអត់ឈប់ឈរទេអញ្ចឹងបានជាថ្ងៃហ្នឹងយើងចង់និយាយខ្លះអំពីកាតព្វកិច្ចរបស់ប្រជាពលរដ្ឋហ្នឹងក្នុងការចូលរួមកសាងសង្គមជាតិរបស់ខ្លួនមានទម្រង់នៃការដឹកនាំពីរបែបធំនៅលើโลกហ្នឹងទី1គឺរបៀបដឹកនាំដោយប្រជាធិបតេយ្យគឺប្រជាពលរដ្ឋជាអ្នកដឹកនាំប្រទេសហ្នឹងមានរបបមួយទៀតគឺជារបបផ្ដាច់ការកុម្មុយនីសហ្នឹងក៏នៅក្នុងទម្រង់នៃរបបផ្ដាច់ការដែរវាសនាប្រទេសជាតិហ្នឹងស្ថិតនៅលើដៃបុគ្គលខុសគ្នាពីរបបប្រជាធិបតេយ្យគឺពលរដ្ឋនៃប្រទេសហ្នឹងជាអ្នកដឹកនាំហើយដល់ពេលផ្ដាច់ការមេដឹកនាំគេសម្រេចជូនគេសម្រេចឲ្យយើងវាស្របជាមួយនឹងលទ្ធិប្រជាធិបតេយ្យផងវាស្របជាមួយនឹងយុត្តិធម៌ធម្មជាតិដែលយើងកើតនៅលើទឹកដីហ្នឹងផងគឺយើងខ្លាចទៅជាអ្នកចាត់ចែងវាសនាប្រទេសជាតិហ្នឹងឲ្យខ្លួនយើងហ្នឹងវាស្របនឹងយុត្តិធម៌ធម្មជាតិហ្មងគឺយើងកើតនៅលើទឹកដីហ្នឹងយើងគួរតែខ្លាចទៅជាអ្នកដឹកនាំរដ្ឋហ្នឹងហ្មងដូច្នេះកាតព្វកិច្ចរបស់យើង
ក្នុងការចូលរួមជួយកសាងសង្គមជាតិទៅតាមទស្សនៈទៅតាមគំនិតរបស់យើងហ្នឹងគឺជារឿងយុត្តិធម៌នៃធម្មជាតិត្រឹមត្រូវហ្មងយើងទៀមទាមកគឺវាអត់ខុសទេពីព្រោះយើងមិនចង់បានរបស់គេផងដូនតាយើងយកមកកើតលើទឹកដីហ្នឹងយើងគ្រាន់តែសុំគ្រប់គ្រងទឹកដីហ្នឹងតែហ្មងក៏ប៉ុន្តែវាតាក់ទងជាមួយនឹងការយល់ដឹងរបស់ប្រជាពលរដ្ឋឥឡូវយើងងាកមកមើលប្រជាពលរដ្ឋយើងវិញមើលប្រជាពលរដ្ឋយើងសួរថាតើយើងដេកទៅដែលលើកដៃកងថ្ងាសថាយើងបានជួយកសាងសង្គមជាតិរបស់យើងដែរទេហើយបើសិនណាជាមានអ្នកណាមួយណាចេញមកជួយកសាងជាតិអីអញ្ចឹងណាអត់ពិចារណាទៀតអត់ពិចារណាថាឃើញលោកមានកូនខ្មែរណាមួយចេញមកនាំអាតយើងកសាងជាតិអីអត់អញ្ចឹងទៀតគិតថាអាអ្នកនយោបាយណាក៏មករកប្រយោជន៍ពីអញដែរអាកំណត់បែបហ្នឹងធ្វើឲ្យកូនខ្មែរដែលចង់ចេញមកកសាងជាតិពិតប្រាកដចេញមុខមិនរួចទេចេញអត់រួចតែហ្មងបងប្អូនគិតមើលដូចដាក់ទំនាយខ្មែរយើងអញ្ចឹងអាកំណត់ថាអ្នកណាក៏ដោយណាមួយហ្នឹងអញ្ចឹងផ្លូវចេញណាទោះតែចេញតាមណាខ្ញុំពិតជាដឹងថាហេតុអ្វីបានជាបងប្អូនកើតកំណត់ថាអាមួយណាក៏ដូចមួយណាហ្នឹងពីព្រោះវាច្រើនដងពេកអាណាក៏ដោយអាណាហ្នឹងវាច្រើនដងពេកអញ្ចឹងបងប្អូនសម្រាប់គិតថាអាណាក៏ដោយអាណាក៏ប៉ុន្តែផ្លូវគិតថាអាណាក៏ដោយអាណាហ្នឹងផ្លូវហ្នឹងវាបាត់ចិត្តណាវាធ្វើឲ្យចិត្តកូនខ្មែរចំនួនក្រោយហ្នឹងទាំងកូនបងប្អូនទាំងអីអស់លីងហ្មងរកផ្លូវចេញមិនឃើញទេអញ្ចឹងផ្លូវចេញខ្ញុំគិតថាអញ្ចេះបងប្អូនជួយគិតថាចេញផ្លូវហ្នឹងរួចអត់ថាអាអ្នកនយោបាយចាស់ដែលបងប្អូនធ្លាប់មើលហើយណាទុកវាម្ដុំអាហ្នឹងទុកវាម្ដុំអញជប់មើលទៀតហើយពួកអញមើលរួចហើយប៉ិនបើអាថ្មីមកអញមើលរហូតអាណាមកក៏ដោយអញមើលរហូតអញតាមមើលប៉ិនបើមើលមកទទួលទៅក្រោយតែមិនកើតទេអាហ្នឹងអញទុកម្ដុំទៀតអាថ្មីក្រោយចេញមកអញមើលទៀតណែអាផ្លូវហ្នឹងមិនចេញរួចបើផ្លូវគិតថាអាណាក៏ដោយអាណាទាំងអាថ្មីទាំងអាចាស់អាហ្នឹងចិត្តអាកូនខ្មែរណាចង់ស្នេហាជាតិហ្នឹងងាប់បដ ហើយប្រទេសមួយវារស់បាននឹងអ្នកនយោបាយដែលស្នេហាជាតិនឹងត្មងក៏ប៉ុន្តែអ្នកនយោបាយដែលស្នេហាជាតិទៅហើយមានទស្សនវិស័យមានផ្នែកលឺត្រឹមត្រូវណាបើចង់ជួយប្រជាពលរដ្ឋមែនតើណាមិនត្រូវទុកប្រជាពលរដ្ឋឲ្យនៅស្ងៀមទេមើលប្រពុតលោកជួយមនុស្សជួយរបៀបម៉េចលោកមិនមែនទៅដល់ទុកឲ្យប្រជាពលរដ្ឋនៅស្ងៀមរួចលោកទៅរកបាយឲ្យប្រជាពលរដ្ឋហូបអត់អញ្ចឹងទេលោកបង្រៀនឲ្យប្រជាពលរដ្ឋហ្នឹងចេះជួយខ្លួនឯងការត្រាស់ដឹងរួចទុកគឺម្នាក់ត្រូវប្រតិបត្តិណែដំណើរនៃការជួយឲ្យរីកចម្រើនគឺអញ្ចឹងពលរដ្ឋម្នាក់ត្រូវបានគេបង្រៀនឲ្យចេះដឹងដើម្បីចេះជួយខ្លួនឯងប៉ុន្តែមេដឹកនាំខ្មែរវិញអត់អញ្ចឹងទេគាត់មកនិយាយឲ្យតែបានស្លឹកថ្នោតរួចទុកប្រជាពលរដ្ឋហ្នឹងចោលទៀតគាត់ទៅធ្វើការងារឲ្យប្រជាពលរដ្ឋគាត់ថាអញ្ចឹងអានឹងគេហៅឲ្យត្រីស៊ីអត់មែនបង្រៀនទូចត្រីទេហើយបើគណៈប្រាសិទ្ធមនុស្សរាល់ថ្ងៃគាត់លើកយកពាក្យហ្នឹងមកនិយាយដែរគាត់ថាម៉េចទេគាត់ថាគាត់អត់បង្រៀនដូចគេទេគឺបង្រៀនឲ្យចេះទូចត្រីមិនមែនឲ្យត្រីស៊ីទេគាត់យកតែពាក្យគេមកនិយាយប៉ុន្តែពេលដំណើរការគាត់បងប្អូនមើលដូចគ្នាគឺឲ្យត្រីស៊ីដែរអត់បង្រៀនឲ្យទូចត្រីទេត្រង់ចំណុចហ្នឹងហើយដែលបងប្អូនត្រូវទួតពិនិត្យមើលខ្លួនឯងដើម្បីឲ្យប្រជាជាតិមួយរឹងមាំធាតុមួយដែលជាធាតុចាំបាច់ក្នុងធាតុផ្សំដើម្បីឲ្យកើតជាប្រជាជាតិមួយហ្នឹងគឺពលរដ្ឋពលរបស់រដ្ឋហ្នឹងគឺត្រូវតែជាពលដែលថ្លៃថ្នូរហ្មងពលដែលមានសេចក្តីក្លាហានពលដែលដឹងកាតព្វកិច្ចរបស់ខ្លួនក្នុងការជួយកសាងសង្គមពលដែលមានវិន័យទ័ពមួយដែលចេញទៅច្បាំងឈ្នះគេតើតពលហ្នឹងវាមានវិន័យមានគុណភាពហាត់ក្បាច់គុណឲ្យដល់កម្រិតឥឡូវហ្នឹងគេប្រកួតប្រជែងគ្រប់គ្នាហើយឥឡូវយើងទៅមើលសូម្បីតែនៅប្រទេសម៉ាឡេស៊ីហ្នឹងប្រទេសម៉ាឡេស៊ីចាញ់ប្រទេសសិង្ហបុរីប្រទេសថៃចាញ់ប្រទេសសិង្ហបុរីហើយយើងទៅចាញ់ថៃចាញ់ម៉ាឡេស៊ីនោះទៀតខ្មែរឲ្យលងោកទៅបង្ហើតាមផ្ទះគេនៅក្នុងឃើញទេមកពីអីមកពីយើងអត់ជួយគិតគូរដើម្បីឲ្យសង្គមយើងសបោការងារធ្វើណាដូចកូនត្រីណាវាមិនព្រមជួយគិតគូរគ្នាដើម្បីឲ្យទឹកនឹងជាបរិស្ថានមួយដែលសបោចំណីណាសង្គមមួយដែលសបោការងារធ្វើគឺមានការចូលរួមរបស់ប្រជាពលរដ្ឋជារឿងចាំបាច់បើអ្នកណាមួយចង់ទុកឲ្យប្រជាពលរដ្ឋនៅស្ងៀមរួចហើយធ្វើឲ្យប្រទេសនឹងមានដំងបើទោះបីជាចង់ពិតប្រកបឲ្យប្រទេសនឹងមានក៏ទៅមិនរួចទេព្រោះវាប្រច្រាស់ជាមួយនឹងដំណើររីកចម្រើនរបស់ធម្មជាតិវាអត់មានអ្នកណាមួយទៅធ្វើឲ្យមនុស្សមកប្រទេសមានរួចទេវាទាល់តែពលរដ្ឋនៅក្នុងសង្គមនឹងចេះចូលរួមជួយធ្វើឲ្យសង្គមនឹងរីកចម្រើនដែលហៅថាចូលរួមបងប្អូនមកដល់កន្លែងហ្នឹងខ្ញុំឃើញបងប្អូនច្រឡំទៀតរឿងចូលរួមនឹងទៀតបងប្អូនយល់ថាអើយខ្ញុំទៅរកស៊ីសិនហើយខ្ញុំមិនភ្លេចទេកាតព្វកិច្ចរបស់ខ្ញុំថ្ងៃបោះឆ្នោតខ្ញុំទៅចូលរួមបោះឆ្នោតហើយបងប្អូនយល់ច្រឡំថាចូលរួមគឺថ្ងៃបោះឆ្នោតនឹងតែមកចូលរួមកន្លែងហ្នឹងបងប្អូនយល់ថាកាតព្វកិច្ចរបស់បងប្អូនគឺនៅថ្ងៃបោះឆ្នោតហ្នឹងមិនភ្លេចទេខ្ញុំទៅបោះឆ្នោតហើយបងប្អូនត្រូវដឹងបងប្អូនទៅបោះឆ្នោតណាបងប្អូនបោះឆ្នោតគ្រប់គ្រងគំនិតហើយចាំទៅហ្នឹងក្នុងសង្គមប្រជាធិបតេយ្យយើងទាំងអស់គ្នាជាអ្នកសម្រេចចិត្តដោយសារប្រជាពលរដ្ឋនឹងច្រើនពេកអ្នកណាមួយបានទទួលកាតព្វកិច្ចពីប្រជាពលរដ្ឋត្រូវបានទទួលការគ្រប់គ្រងពីប្រជាពលរដ្ឋយ៉ាងតិចបំផុត 50% បូក 1 នៃប្រជាពលរដ្ឋក្នុងប្រទេសហ្នឹងអញ្ចឹងបងប្អូនត្រូវតាមដានគំនិតរបស់បុគ្គលហ្នឹងទាំងអស់ថាគេចង់កសាងប្រទេសយ៉ាងម៉េចបងប្អូនមើលប្រហែលថ្ងៃហ្នឹងមើល Hillary Clinton បេក្ខជនប្រធានាធិបតីរបស់គណៈបកប្រជាធិបតេយ្យ Obama ក៏ជាបេក្ខជនប្រធានាធិបតីរបស់គណៈបកប្រជាធិបតេយ្យដូចគ្នាគេចង់កសាងសង្គមគេណាគេអត់មាននិយាយអីទេគេនិយាយតែពីគំនិតក្នុងវិស័យនេះខ្ញុំធ្វើអញ្ចេះគេប្រាប់លំអិតទៅដល់ប្រជាពលរដ្ឋគេក្នុងវិស័យនេះ Obama គាត់សម្រេចថាត្រូវធ្វើអញ្ចេះក្នុងវិស័យនេះ Hillary Clinton គាត់យល់ថាត្រូវដឹកនាំតាមរបៀបនេះគាត់ប្រាប់ទៅប្រជាពលរដ្ឋគាត់ហើយគាត់ជួបជាមួយនឹងប្រជាពលរដ្ឋគាត់តាមទូរទស្សន៍គ្មានអ្នកចង់មកជួបដូចយើងអញ្ចឹងទេ
ចង់មកជួបហ្នឹងចង់មកជួបទុកហ្នឹងចង់មកបោករាសទេពួករាគាត់ចង់ឲ្យចង់មកជួបដល់ពេលចង់មកជួបចឹងគាត់ស្រឡាញ់អាណាមិនចង់មកជួបហ្នឹងគាត់ថាមិនដែលឃើញមុខបងហើយចុះស្រុកគេដោយអាមេរិក300លានអ្នកចង់មកជួបបាច់អស់គាត់ជួបប្រជាពលរដ្ឋគាត់តាមទូរទស្សន៍គាត់និយាយអំពីគំនិតរបស់គាត់ក្នុងការកសាងសង្គមប្រជាពលរដ្ឋស្ដាប់ទៅក្រោយពីស្ដាប់ពិចារណាទៅរួចបោះឆ្នោតគ្រប់គ្រងគំនិតនេះអាហ្នឹងគេហៅចូលរួមពួកបងប្អូនត្រូវចូលរួមតាមដានបងប្អូនត្រូវតាមដានគ្រប់គំនិតទស្សនៈនៃអ្នកដឹកនាំហ្នឹងដែលគេឲ្យទៅខ្លួនយកទៅពិចារណាមើលថាដោះស្រាយសង្គមតាមរបៀបនេះរបៀបនេះរបៀបនេះតើវាត្រឹមត្រូវអត់ហើយចុះបើបងប្អូនអត់ស្ដាប់រយូរអត់មានទម្លាប់តាមដានចាំថ្ងៃបោះឆ្នោតទៅបោះត្មងហើយថាចូលរួមហើយខ្ញុំថាគុំទៅបោះល្អជាងគុំទៅបោះល្អជាងគុំឲ្យអ្នកដែលគេស្ដាប់យល់គេតឹងធូងគេកាន់ស្លឹកឆ្នោតទៅបោះទៅការយល់ដឹងឯងមិនដែលស្ដាប់សោះមួយកាន់ស្លឹកឆ្នោតទៅបោះដែរអាគេអ្នកយល់ដឹងត្មងជួរហ្នឹងឃើញមុខយើងដែលអត់យល់ដឹងហ្នឹងគេហឺធូងគេក្តៅក្នុងខ្លួនគេអាហ្នឹងដែលយើងអាចទទួលថាពលរដ្ឋនៃសង្គមដែលមិនតាមដានរួចទៅបោះឆ្នោតហ្នឹងគឺជាពលដែលមិនល្អពួកគាត់អត់ចូលរួមកសាងសង្គមចូលរួមដឹងឮពីសង្គមជាតិរបស់ខ្លួនអញ្ចឹងរាល់ថ្ងៃទាំងអស់អ្នកណានិយាយអីក៏តាមដានអ្នកណានិយាយអីក៏តាមដានមានពេលវេលាត្រូវតាមដានមានបងប្អូនខ្លះគាត់ថាអូខ្ញុំរវល់រហទីគ្មានពេលតាមដានគ្មានពេលអីទេបងប្អូនទាន់តែគិតថាអាតាមដានស្ដាប់ហ្នឹងវាសំខាន់ដូចស៊ីបាយអញ្ចឹងស៊ីបាយបងប្អូនថាអត់ស៊ីងាប់បងប្អូនទាល់តែថានេះអាស្ដាប់ហ្នឹងអញក៏អត់ស្ដាប់ដូចតែងាប់ដែរអញតែមិនបានស្ដាប់ខ្លាចងាប់អញទៅស្រោស្ដាប់រាល់ថ្ងៃនេះពលរដ្ឋល្អអញ្ចឹងពលរដ្ឋដែលមានវិន័យគឺអញ្ចឹងហើយយើងអាចបន្ទោសអ្នកក្បែរខាងហេតុអីបានយើងមានសិទ្ធិបន្ទោសអ្នកណាមិនស្ដាប់រយល់មិនស្ដាប់អីហេតុអីបានយើងមានសិទ្ធិបន្ទោសនិយាយថាហេសិទ្ធិរបស់ខ្ញុំដែរប៉ុន្តែវាយោងគ្នាទៅវិញទៅមកឯងបើភ្លើមិនព្រមស្ដាប់គ្មានដឹងរឿងអីវាងាប់ដល់អញអាហ្នឹងដូចលេងបៀក្រហមអញ្ចឹងបើភ្លើខ្លួនឯងចោលបៀទៅថេគេនោះងាប់ឲ្យអញសងដែរណែវាងាប់ដល់គេដល់ឯងអញ្ចឹងបានបងប្អូនមានសិទ្ធិបន្ទោសពលរដ្ឋណាដែលមិនល្អជួយចូលរួមបន្ទោសខ្លះផងថាឯងគ្មានចេះស្ដាប់រយល់គ្មានចេះតាមដានកុំទៅបោះឆ្នោតអីនាំមកវិញគេវិញឯងអាត្រង់ចំណុចអញ្ចឹងបងប្អូនត្រូវត្រួតពិនិត្យពីសកម្មភាពរបស់យើងមុនគេហើយដាក់សំណួរថាតើអញបានចូលរួមជួយកសាងសង្គមអញអីខ្លះហើយបើមិនបានអីក៏ការសម្រេចចិត្តរបស់អញគឺជាការសម្រេចចិត្តប្រកបដោយហេតុផលត្រឹមត្រូវតែបំផុតក៏ត្រូវអញ្ចឹងពលរដ្ឋក្នុងសង្គមត្រូវតែជាពលរដ្ឋដែលមានវិន័យមានសេចក្តីថ្លៃថ្នូរភាពសុចរិតទៀងត្រង់ណាភាពសុចរិតទៀងត្រង់ហ្នឹងបង្កើតឲ្យមានភាពរភាពក្នុងសង្គមរកស៊ីស្រួលណាសប្តាហ៍ថ្ងៃរកស៊ីអត់ស្រួលទេព្រោះយើងអត់ទុកចិត្តគ្នាពួកប្រជាពលរដ្ឋអត់សុចរិតទិញអីវ៉ាន់ហ្នឹងបណ្ដាក់អីងាយសងនេះឲ្យលើកខ្ចីបោកបាត់អត់សុចរិតដល់ពេលអញ្ចឹងសង្គមនឹងអត់ទុកចិត្តគ្នាដល់សង្គមអត់ទុកចិត្តគ្នាសង្គមវាអត់មានភាពរភាពអត់មានភាពរភាពភាពជាបងប្អូនអត់មានភាពជាបងប្អូនអត់សាមគ្គីគ្នាអត់សាមគ្គីគ្នាអត់មានកម្លាំងកសាងសង្គមនេះគាត់យូគាត់និយាយពីសុចរិតភាពព្រោះនេះគាត់យូគាត់ថាពលរដ្ឋដែលខ្លាំងក្លាត្រូវតែជាពលរដ្ឋដែលមានវិន័យមានសេចក្តីថ្លៃថ្នូរមានសុចរិតទៀងត្រង់អត់ចេះបោកប្រាស់គ្នាទេហើយបើឃើញអ្នកណាបោកប្រាស់អ្នកណាចេះចូលរួមជួយគិតគូរគ្នាមិនមែនរត់យករួចតែខ្លួនដូចយើងប្រើពាក្យថាក្បាលអាណាតោះអានឹងឯងណាឃើញសត្វតែជាទិន្នន័យខុសដែលផ្ដោតទៅឲ្យប្រជាពលរដ្ឋខ្លាយទៅជាប្រជាពលរដ្ឋទុនខ្សោយដែរហើយប្រជាពលរដ្ឋហ្នឹងគឺជាជាតិដែលបង្កើតឲ្យទៅជាប្រជាជាតិមួយបើស្នាជាពលរដ្ឋខ្សោយប្រជាជាតិនឹងខ្សោយអានឹងនិយាយពីកត្តាប្រជាពលរដ្ឋឥឡូវនិយាយពីរដ្ឋអំណាចវិញរដ្ឋអំណាចក៏ដូចគ្នាដែរមិញខ្ញុំនិយាយខាងដើមបងប្អូននៅចាំទី1ទឹកដីទី2វប្បធម៌ប្រពៃណីទំនៀមទម្លាប់ទី3ពលរបស់រដ្ឋទី4រដ្ឋអំណាចមួយដើម្បីឲ្យប្រជាជាតិនឹងខ្លាំងរដ្ឋអំណាចក៏ត្រូវតែជាធាតុមួយខ្លាំងដែរដែលហៅថារដ្ឋអំណាចខ្លាំងនៅស្រុកគេរដ្ឋអំណាចរបៀបម៉េចរដ្ឋអំណាចដែលខ្លីបំផុតខ្លីសាមញ្ញងាយភ្លឺថ្លាតែគេហៅថាតម្លាភាពរដ្ឋបាលនៅស្រុកគេខ្លីសាមញ្ញងាយភ្លឺថ្លាហ្មងប្រទេសសិង្ហបុរីខ្លីតាំងពីអីជាប់លេខ1នៅលើពិភពលោកពលានកប៉ាល់ហោះខ្លីបំផុតហ្មងចុះទៅពីលើកប៉ាល់ហោះទៅស្រឡំទៅឃើញកន្លែង check in គេហ្មងគេវាយត្រាប៉ាសពតចូលទៅក្នុងប្រទេសមើលទៅដល់ឃើញបណ្ដោយនៅថៃនៅម៉ាឡេអីក៏វាច់ក៏វៀនភ្ញៀវទេសចរចុះពិបាករកណាដាក់សញ្ញាផ្លាកចុះឡើងអ្នកខ្លះអត់ចេះអង់គ្លេសរកអត់ឃើញទៀតសិង្ហបុរីអញ្ចឹងឯងចុះពីលើកប៉ាល់ហោះទៅឃើញបណ្ដោយខ្លីសាមញ្ញងាយធ្វើឲ្យប្រជាពលរដ្ឋហ្នឹងស្រួលហ្មងប្រទេសសិង្ហបុរីណាប្រទេសទូចប៉ុន្តែគេធ្វើជាមធ្យមភាគកប៉ាល់ហោះចុះ5នាទី5នាទីមានកប៉ាល់ហោះចុះមួយនៅប្រទេសសិង្ហបុរីគ្រាន់តែយើងជីកកប៉ាល់ហោះឡើងងាកទៅមុខឲ្យមកជួរគ្រាន់តែកប៉ាល់ហោះតម្រៀបជួរគ្នាចាំឡើងអានក្រោយងាកទៅមកជួរ5នាទីឡើងមួយប្រជាពលរដ្ឋប្រហែល3លាននាក់សេដ្ឋកិច្ចមហារីកចម្រើននេះមកពីការយល់ដឹងអំពីកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគេប៉ុន្តែការយល់ដឹងហ្នឹងវាអត់ខ្វះជំនួយពីមេដឹកនាំទេមេដឹកនាំគេបង្រៀនអាហ្នឹងវាចាក់តងគ្នាប្រជាពលរដ្ឋជាអ្នករើសមេដឹកនាំបើដូចជាប្រជាពលរដ្ឋខ្មែរវិញគាត់អត់ចឹងទេគាត់ទៅជ្រើសរើសមេដឹកនាំគាត់ទៅជ្រើសរើសមេដឹកនាំណាឲ្យណយជ្រើសរើសមេដឹកនាំណាដែលចេះជេររដ្ឋាភិបាលមិនចេះបញ្យល់គាត់ទេណាអត់ចេះបញ្យល់គាត់ទេចេះបញ្ជ្រាបកំហឹងឲ្យគាត់ពិបាករកស៊ីក្នុងសង្គមនឹងពេកដល់លឺគេជេររដ្ឋាភិបាលត្រូវចិត្តគាត់បោះឆ្នោតឲ្យគឺអញ្ចឹងនិយមនេះទៅវិញទៅមកមេដឹកនាំល្អមកពីពលរដ្ឋល្អពេលរើសបានមេដឹកនាំល្អហើយគាត់ចេះបញ្យល់ប្រជាពលរដ្ឋឲ្យល្អវិញប៉ុន្តែសប្តាហ៍ថ្ងៃនេះប្រជាពលរដ្ឋអន់រើសបានមេដឹកនាំ
នាំអន់មេដឹកនាំអន់អត់ចេះពង្រៀនប្រជាពលរដ្ឋដូចថាប្រជាពលរដ្ឋអន់វិញដដែលមេមន់មិនល្អកើតបងអត់ល្អអាតងមិនល្អកើតមេមន់វិញអត់ល្អអញ្ចឹងចេញតាមផ្លូវណាក៏មួយចេញតាមផ្លូវណាក៏មួយទស្សនៈខ្ញុំថាលេងរៀសសិនណាបញ្យល់រៀសត្មងចឹងបាន10ថ្ងៃរត់យោរបស់យើង6ស្បផ្សាយទៅឲ្យប្រជាពលរដ្ឋប៉ុន្តែប្រជាពលរដ្ឋខ្លះគាត់ថាស្ដាប់បានទីទៀតជាក់ស្ដែងប្រជាពលរដ្ឋយើងអញ្ចឹងតើតាមដំណើរបានប្រហែលយកប៉ុណ្ណឹងណាឥឡូវយើងងាកមកដល់កត្តារដ្ឋាភិបាលវិញដើម្បីឲ្យទៅជាប្រជាជាតិមួយរឹងមាំណារដ្ឋអំណាចហ្នឹងគឺត្រូវតែជារដ្ឋអំណាចដែលមានប្រសិទ្ធភាពរដ្ឋអំណាចដែលមានប្រសិទ្ធភាពគឺរដ្ឋអំណាចដែលខ្លីសាមញ្ញងាយហើយភ្លឺហ្មងដែលគេហៅថាអភិបាលកិច្ចល្អហ្នឹងដូច